ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំលើកយកបង្ហាញជូនទាក់ទងទៅនឹងកម្មវិធីមួយចំនួនដែលយើងត្រូវប្រើសម្រាប់យើងផលិតឬក៏យើងបង្កើតធ្វើតុក្កតា 2D ដោយតែពុកម៉ែបងប្អូនខ្លះប្រហែលជាធ្លាប់មើលរឿងឬក៏ស្ដាប់រឿងនិទានដែលមានពុកម៉ែបងប្អូនយើងគាត់ផលិតជារឿងនិទានបែបតុក្កតា 2D នៅក្នុង YouTube រួចមកហើយឬក៏តាមបណ្ដាញសង្គមផ្សេងៗរួចមកហើយអញ្ចឹងប្រកាសជាមានពុកម៉ែបងប្អូនខ្លះគាត់ចង់រៀនធ្វើតើការផលិតឬក៏ការធ្វើតុក្កតា 2D ហ្នឹងតើយើងត្រូវធ្វើតាមជំហានបែបណាទៅដើម្បីយើងផលិតបានចេញជាសាច់រឿងមួយអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំលើកយកអំពីកម្មវិធីដែលយើងត្រូវប្រើសិនមុនយើងចាប់ផ្ដើមទៅបង្កើតឬក៏ទៅធ្វើតុក្កតានោះយើងត្រូវដឹងថាតើកម្មវិធីអ្វីខ្លះដែលយើងត្រូវប្រើសម្រាប់យើងយកទៅផលិតតុក្កតានោះបាទអញ្ចឹងយើងទៅមើលកម្មវិធីដែលយើងត្រូវប្រើហ្នឹងគឺកម្មវិធីទី1គឺមានឈ្មោះថា Cartoon Animator កម្មវិធី Cartoon Animator នេះគឺយើងប្រើសម្រាប់យើងបង្កើតឬក៏យើងផលិតតុក្កតានឹងឯងតាំងពីការដាក់ចលនាធ្វើឲ្យតុក្កតានឹងមានចលនាជាទូទៅតុក្កតាហ្នឹងគឺយើងគ្រាន់តែយើង design បាទយើងហៅថា design ឬក៏យើងបង្កើតឲ្យមានដៃមានជើងមានអីដូចសន្តានមនុស្សរបស់យើងឬក៏ជារូបផ្ទះរូបសត្វរូបអីផ្សេងៗហ្នឹងគឺតាមរយៈកម្មវិធី design ខាងក្រោមនេះបាទគឺជាកម្មវិធីដែលពុកម៉ែបងប្អូនខ្លះប្រកាសជាធ្លាប់ស្គាល់ហើយគឺជាកម្មវិធី Photoshop បាទឬក៏យើងប្រើជាកម្មវិធី Illustrator ឬក៏កម្មវិធីអ្វីផ្សេងៗទៀតដែលយើងអាចបង្កើតអាច design ឲ្យចេញជារូបរាងជាតុក្កតាឬក៏ជារូបផ្ទះរូបសត្វរូបផ្លូវអីផ្សេងៗជាដើមបាទនេះគឺកម្មវិធីពីរនេះដែលយើងត្រូវប្រើអញ្ចឹងពេលដែលយើងផលិតបានជារូបរាងហើយហ្នឹងនេះខ្ញុំនិយាយអំពី process សិនណាបាទយើងផលិតបានជារូបរាងហើយយើងត្រូវបញ្ចូលទៅក្នុងកម្មវិធី Cartoon Animator ហ្នឹងបាទពេលដែលយើងមានរូបរាងមានអីហើយយើងត្រូវការបញ្ចូលសំឡេងបាទយើងត្រូវការបញ្ចូលសំឡេងដើម្បីឲ្យតុក្កតាហ្នឹងមានសំឡេងបាទមានសំឡេងអមជាមួយនឹងរូបភាពអញ្ចឹងយើងត្រូវប្រើកម្មវិធីមួយទៀតដែលពុកម៉ែបងប្អូនត្រូវចេះប្រើដែរគឺកម្មវិធីគេហៅបាទ Audition នេះបាទ Adobe Audition នេះអញ្ចឹងកម្មវិធីនេះសម្រាប់យើងបញ្ចូលសំឡេងហើយពុកម៉ែបងប្អូនបើសិនជាចេះកម្មវិធីអ្វីផ្សេងទៀតក៏អាចប្រើកម្មវិធីផ្សេងពីនឹងក៏បានដែរអត់ជាបញ្ហាទេអានេះគ្រាន់តែខ្ញុំឧទាហរណ៍ហើយជាកម្មវិធីដែលបងប្អូនដែលគាត់ផលិតតុក្កតាហ្នឹងគាត់ពេញនិយមប្រើបាទក្នុងការបញ្ចូលសំឡេងប៉ុន្តែបើសិនជាពុកម៉ែបងប្អូនមានកម្មវិធីណាស្គាល់កម្មវិធីអីផ្សេងទៀតធ្លាប់ចេះប្រើក៏ប្រើកម្មវិធីផ្សេងទៅបាទហើយចុងក្រោយហ្នឹងក៏យើងមានការប្រើនៅកម្មវិធីសម្រាប់យើងកាត់តវីដេអូបាទដូចជា CapCut ដូចអីផ្សេងទៀតដើម្បីជំនួយដែរបាទអញ្ចឹងកម្មវិធីទាំងអស់នេះគឺសុទ្ធតែជាកម្មវិធីដែលយើងត្រូវប្រើនៅក្នុងការផលិតបាទតុក្កតាយើងធ្វើតុក្កតាឬក៏រឿងតុក្កតាបាទប្រភេទជា 2D នឹងឯងដែលពុកម៉ែបងប្អូនធ្លាប់ឃើញហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនបើសិនជាអត់ទាន់មានទេក៏អាចស្វែងរកបាទ file កម្មវិធីទាំងអស់នេះដើម្បីយើងដំឡើងចូលទៅក្នុងកុំព្យូទ័ររបស់យើងបានយើងឈានទៅដល់មេរៀនអនុវត្តការធ្វើតុក្កតាហើយនៅក្នុងមេរៀនបន្តទៀតគឺខ្ញុំនឹងបង្ហាញជូនអំពីរបៀបក្នុងការធ្វើតុក្កតានៅក្នុងកម្មវិធី Cartoon Animator ហើយបើសិនជាមានឱកាសខ្ញុំនឹងរៀបចំមេរៀនដែលរៀនអំពីរបៀបក្នុងការគូសជារូបមនុស្សរូបសត្វអីនៅក្នុងកម្មវិធីបាទ Illustrator ឬក៏ជាកម្មវិធី Photoshop ជាដើមបើសិនជាមានការគ្រប់គ្រងបើសិនជាពុកម៉ែបងប្អូនចង់ឲ្យខ្ញុំធ្វើជាមេរៀនតុក្កតានេះដើម្បីចែករំលែកជូនពុកម៉ែបងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូដើម្បីឲ្យខ្ញុំបានដឹងថាមានពុកម៉ែបងប្អូនចង់រៀនពីរបៀបក្នុងការធ្វើបាទគូសរូបសត្វរូបអីផ្សេងហើយមានប្រភពដែលយើងអាចទៅទាញយកនៅរូបភាព
và rút sát rút xem tiếp tamប្រភពផ្សេងៗក៏ខ្ញុំនឹងបង្ហាញជូនដល់ពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់បានប្រភេទរូបភាពអស់ហ្នឹងដើម្បីយកទៅអនុវត្តយកទៅរៀនធ្វើដោយខ្លួនឯងអញ្ចឹងកម្មវិធីCartoon Animator ហ្នឹងតើមានរូបរាងបែបម៉េចទេខ្ញុំសូមអនុញ្ញាតបង្ហាញជូនពុកម៉ែបងប្អូនបន្តិចណាអញ្ចឹងខ្ញុំចូលទៅកាន់អ៊ីនធឺណិតតិចដើម្បីបង្ហាញជូនពុកម៉ែបងប្អូនបាទអញ្ចឹងយើងវាយ Cartoon Animator បាទដូចតែខ្ញុំបង្ហាញជូននេះហើយ Cartoon Animator ហ្នឹងគឺយើងមានបាទមាន version ផ្សេងគ្នាមាន version 4 version 5បាទពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តមួយណាអាចទៅស្វែងរក download ដើម្បីដំឡើងយើងយកមកប្រើប្រាស់ទាំងអស់គ្នាណាអញ្ចឹងខ្ញុំសូមបង្ហាញជូនរូបភាពបន្តិចបាទនេះគឺជារូបភាពកម្មវិធីបាទ Cartoon Animator បាទអាហ្នឹងគឺតាម version ទេបាទ version មាន4មាន5អញ្ចឹងផ្សេងគ្នាហើយខ្ញុំក៏មានកម្មវិធីហ្នឹងស្រាប់ហើយដែរខ្ញុំសូមថយមកបង្ហាញជូនពុកម៉ែបងប្អូននេះគឺជាកម្មវិធី Cartoon Animator ណាបាទសូមរងចាំតិចខ្ញុំបើកបង្ហាញជូនពុកម៉ែបងប្អូនបាទនេះគឺជាកម្មវិធីដែលយើងត្រូវរៀនប្រើរៀនធ្វើបាទកម្មវិធីគេហៅថាកម្មវិធី Cartoon Animator ដែលខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនមិញហ្នឹងគឺយើងត្រូវរៀនធ្វើនៅក្នុងហ្នឹងអញ្ចឹងតាំងពីការដាក់តួអង្គបាទបង្កើតឲ្យមានចលនាមានអីផ្សេងបាទគឺយើងធ្វើនៅក្នុងកម្មវិធីហ្នឹងឯងបាទហើយកម្មវិធីបន្ទាប់ទៀតមានកម្មវិធីបាទ design នេះគឺពុកម៉ែបងប្អូនប្រហែលជាស្គាល់ហើយបាទមាន Photoshop មាន Illustrator នេះខ្ញុំសូម copy យកទៅដាក់ចូលអ៊ីនធឺណិតដើម្បីបង្ហាញជូនរូបភាពពុកម៉ែបងប្អូនបន្តិចតើកម្មវិធីហ្នឹងកម្មវិធីមួយណាទៅបាទនេះគឺជាកម្មវិធីដែលពុកម៉ែបងប្អូនត្រូវមាននៅក្នុងកុំព្យូទ័រឬក៏ដំឡើងបាទនេះកម្មវិធីគេហៅថាកម្មវិធី Adobe Photoshop បាទហើយកម្មវិធីនេះក៏យើងមាន version ផ្សេងគ្នាសិនជាពុកម៉ែបងប្អូនចេះប្រើ version ណាឬក៏ពេញចិត្តស្រឡាញ់ version ណាអាចដំឡើងប្រើបានឥឡូវនេះយើងមានដូចជាដល់2026ហើយបាទ version ហ្នឹង26ហើយអញ្ចឹងមានកម្មវិធីផ្សេងទៀតដែលយើងត្រូវប្រើដែរហ្នឹងគឺដូចជាកម្មវិធី Adobe Illustrator ខ្ញុំផាសចូលទៅក្នុងនេះដើម្បីបង្ហាញជូនពុកម៉ែបងប្អូនបាទនេះគឺជាកម្មវិធី Adobe Illustrator ណាពុកម៉ែបងប្អូននេះបាទរូបរាងបែបនេះអញ្ចឹងមានតាម version ផ្សេងគ្នាពុកម៉ែបងប្អូនមាន version ណាអាចប្រើ version នោះក៏បានដែរបើសិនជានៅក្នុងកុំព្យូទ័រយើងមានស្រាប់ហើយយើងមិនចាំបាច់តម្លើងក៏បានដែរបាទហើយនឹងកម្មវិធីមួយទៀតគឺបាទ Adobe Audition នេះគឺជាកម្មវិធីសម្រាប់យើងបញ្ចូលសំឡេងបាទរូបរាងបាទហ្នឹងវាមានតាម version ហ្នឹងពុកម៉ែបងប្អូនមាន version ចាស់ថ្មីបើសិនជាពុកម៉ែបងប្អូនមានកម្មវិធីហ្នឹងនៅក្នុងកុំព្យូទ័រហើយយើងមិនចាំបាច់តម្លើងទេបាទយើងមិនចាំបាច់តម្លើងទេយើងប្រើចាស់ហ្នឹងក៏បានដែរអត់អីទេគ្រាន់ខុស version គ្នាបាទហើយនឹងចុងក្រោយមួយទៀតគឺបាទ CapCut បាទ CapCut ប្រហែលជាពុកម៉ែបងប្អូនស្គាល់ហើយកម្មវិធី CapCut ហ្នឹងគឺពេញនិយមប្រើសប្តាហ៍ថ្ងៃនេះគឺមានការពេញនិយមប្រើច្រើនណាស់សម្រាប់យើងយកទៅកាត់តវីដេអូកាត់អីផ្សេងណាបាទកម្មវិធី CapCut បាទនេះសុទ្ធតែជាកម្មវិធីដែលយើងត្រូវរៀនប្រើត្រូវស្គាល់វាឲ្យហើយបើសិនជាពុកម៉ែបងប្អូនមិនទាន់មានកម្មវិធីទាំងអស់ហ្នឹងទេអាចបាទ download ដើម្បីដំឡើងដើម្បីយើងរៀនប្រើបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍តាក់ទងទៅនឹងមេរៀននឹងការផលិតបាទមាតិកាផលិតតុក្កតា 2D បាទអញ្ចឹងសូមអរគុណច្រើននេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញជូនពុកម៉ែបងប្អូនសង្ខេបជូនសិនទេថាតើកម្មវិធីអ្វីខ្លះដែលយើងត្រូវប្រើឲ្យពុកម៉ែបងប្អូនបានស្គាល់កម្មវិធីហ្នឹងឲ្យហើយមុនយើងឈានចូលទៅដល់របៀបឬក៏រៀនធ្វើមេរៀនតុក្កតាហ្នឹងនៅក្នុងកម្មវិធីដែលខ្ញុំបានរៀបរាប់ជូនមិញនេះបាទបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីផ្សេងក៏អាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនឹងព្យាយាមឆ្លើយតបសំណួរ
ពុកម៉ែបងប្អូនវិញបាទអញ្ចឹងសូមអរគុណច្រើនយើងនឹងជួបគ្នានៅមេរៀនបន្តទៀតបាទសូមអរគុណ